បាទរបៀបចូលវាយក្នុងគណនី wallet របស់ទូរទស្សន៍ TCP បងប្អូនចុចលើ Google នៅលើទូរស័ព្ទដៃមកបាទបងប្អូនសរសេរពាក្យតាមខ្ញុំនេះសរសេរថា easy wallet បាទ by 2C2P មកបងប្អូនចុចលើពាក្យហ្នឹងមកបាទបន្ទាប់មកបងប្អូនសង្កេតមើល 2CP ហើយខាងក្រោមនេះមានអក្សរលេខ easy wallet បាទចុចលើហ្នឹងមកបាទហើយបងប្អូនចុចលើពាក្យថា login បាទ login មកហើយកន្លែងនេះបងប្អូនវាយលេខទូរស័ព្ទរបស់បងប្អូនមកដែលបានចុះឈ្មោះមួយក្រុមហ៊ុនបាទហើយបន្ទាប់មកបងប្អូនចុចលើពាក្យថា continue បាទកន្លែងនេះនៅពេលដែលបងប្អូនចូលលើកដំបូងបងប្អូននឹងទទួលបានជាសារដើម្បីបញ្ជាក់ពីខាងក្រុមហ៊ុនបាទសារនេះសំខាន់ហាមប្រាប់អ្នកផ្សេងដាច់ខាតបាទអញ្ចឹងបងប្អូនវាយលេខ6ខ្ទង់ដែលបានផ្ញើទៅមកបាទចូលទៅបាទដើម្បីបញ្ជាក់ថាយើងជាអតិថិជនបាទអញ្ចឹងកន្លែងនេះបងប្អូនបង្កើតពាក្យសម្ងាត់បាទគេថាលេខកូដសម្ងាត់6ខ្ទង់របស់បងប្អូនបាទចឹងបងប្អូនបង្កើតមកបាទបងប្អូនវាយ2ដងបាទជួរទីលើ6ខ្ទង់ហើយក្រោមបាទវាយម្ដងទៀតបាទលេខដូចគ្នាបាទអញ្ចឹងបងប្អូនវាយមកហើយពាក្យ confirm មកបាទកន្លែងនេះដើម្បីធ្វើការវេបានបងប្អូនចុចទៅលើពាក្យថា transfer បាទពាក្យថា transfer បាទដើម្បីធ្វើការវេលុយនឹងចេញបាទហើយបងប្អូនចុចទៅលើពាក្យលើឈ្មោះនឹងមកបាទហើយកន្លែងនេះចំនួនទឹកប្រាក់ដែលបងប្អូនត្រូវវេបាទបងប្អូនចុចកន្លែងហ្នឹងហើយបងប្អូនចុចឲ្យពាក្យថាបៃបាទកន្លែងនេះអាចថារងចាំបន្តិចដើម្បីឲ្យវាឡើងមួយរាងខៀវមកគឺបានន័យថាយើងអាចធ្វើការវេបានណាបាទអញ្ចឹងកន្លែងនេះគេនឹងបងប្អូនចុច continue មកបាទកន្លែងនេះពិនិត្យព័ត៌មានចំនួនទឹកប្រាក់ប្រាក់មកបងប្អូនចុចហើយកន្លែងនេះបងប្អូនចុចលេខកូដសម្ងាត់របស់បងប្អូន6ខ្ទង់ដែលបង្កើតមិញមកបាទអញ្ចឹងកន្លែងនេះជាចុងក្រោយដើម្បីឲ្យវាចេញបានបាទនេះគឺយើងវេទៅ APA បានហើយបងប្អូនអរគ្នាបាទ